ព័ន្ធបញ្ចេញចោលពិសេសមានពីរដំណាក់កាលសម្រាប់ច្រោះមុននឹងបញ្ចេញចូលទៅក្នុងទន្លេដូចនេះក្រុមហ៊ុនបានគិតគូរយ៉ាងប្រុងប្រយ័ត្នបំផុតទៅលើបញ្ហាកាកសំណល់ដែលធ្វើយ៉ាងណាការវិនិយោគដើរទន្ទឹមគ្នានឹងបរិស្ថានចំពោះការរដ្ឋាភិបាលនិយាយជារួមចំពោះគម្រោងយើងតែមួយយើងបានយកចិត្តទុកដាក់ខ្លាំងណាស់ចំពោះប្រព័ន្ធចម្រោះទឹកឬក៏បញ្ហាទឹកព្រោះយើងការរដ្ឋាភិបាលយើងគឺនៅជាប់ទន្លេហើយយើងបានរៀបចំជាប្រព័ន្ធចម្រោះពីរដំណាក់កាលទី1គឺពេលចេញពីផ្ទះមកយើងរៀបចំជាប្រព័ន្ធសិបតិចថែងមួយដែលឲ្យប្រព័ន្ធចម្រោះជាលើកទី1មុននឹងអនុញ្ញាតតិចចូលប្រព័ន្ធប្រឡាយធំហើយពេលនៅកតុយកោះយើងរៀបចំជាប្រព័ន្ធចម្រោះទឹកដែលមាន treatment តាមស្តង់ដារអញ្ចឹងមានន័យថាទឹកដែលចេញពីការដ្ឋានឬក៏ចេញពីផ្ទះដែលប្រជាជនស្នាក់នៅជាង 10000 គ្រួសារហ្នឹងគឺមិនបានប៉ះពាល់ទៅដល់ប្រព័ន្ធទន្លេមេគង្គយើងទេយោងតាមលោកប្រធានគម្រោងទីក្រុងកោះពេជ្ររាល់គម្រោងសាងសង់នីមួយៗត្រូវបានសិក្សាយ៉ាងល្អិតល្អន់សមស្របទៅតាមតថភាពពិតនៃទីតាំងបទដ្ឋានបច្ចេកទេសនៃសំណង់ទាំងបុគ្គលិកជនជាតិខ្មែរនិងបរទេសសុទ្ធសឹងតែមានសមត្ថភាពគ្រប់គ្រាន់ទៅតាមជំនាញនីមួយៗនៅក្នុងនោះបញ្ហាប្រព័ន្ធច្រាំងត្រូវបានសិក្សានិងសាងសង់ឡើងធានាបាននូវសុវត្ថិភាពខ្ពស់ដែលអាចការពារលំនឹងបានគ្រប់ស្ថានភាពទាំងអស់បញ្ហារឿងបញ្ហាបរិស្ថានក៏ដូចជាបញ្ហាប្លង់នេះគឺក្រុមហ៊ុនបានយកចិត្តទុកដាក់ជាពិសេសតែម្ដងចាប់ពីយើងសិក្សាដំបូងមកពីព្រោះយើងក្រុមហ៊ុននឹងគិតថាយើងធ្វើនេះគឺចំកណ្ដាលទីក្រុងភ្នំពេញហើយក៏ចំនឹងទន្លេដែលជានរណាទន្លេនេះមិនមែនថាប៉ះពាល់ដល់អ្នកខ្មែរគឺប៉ះពាល់អន្តរជាតិមិនមែនថាយើងអាចធ្វើទន្លេនេះគឺតែទាំងដូច្នេះហើយបានជាក្រុមហ៊ុនបានចុះជាប់មានន័យថាសូមការអនុញ្ញាតផ្ទាល់ជាប់ជាប្រចាំជាមួយខាងធនធានទឹកក៏ដូចជាខាងក្រសួងបរិស្ថានក្នុងការយើងធ្វើគម្រោងនេះគឺយើងបានយកគម្រោងទៅ presentation ជូនខាងក្រសួងទាំងពីរហើយជាពិសេសក៏ដូចជាសាលាក្រុងដែរបានយើងបានទៅ present នៅគម្រោងរបស់យើងនេះបាទខ្ញុំសូមជម្រាបតិចដែរពីបញ្ហាការងារធ្វើច្រាំងហ្នឹងគឺទី1គឺយើងបានជំនួយពីផ្នែកខាងវិស្វករវៀតណាមគេជួយផ្នែកយើងផ្នែកខាង design ប្លង់ហើយនឹងការងារធ្វើហ្នឹងខ្ញុំសូមជំរាបតិចដែរច្រាំងទន្លេហ្នឹងគឺយើងចែកចេញជាពីរប្រភេទមួយគឺច្រាំងទន្លេផ្នែកខាងកោះពេជ្រមួយទៀតផ្នែកខាងអមទន្លេផ្នែកខាងកោះពេជ្រអញ្ចឹងខ្ញុំសូមជម្រាបតិចដែរច្រាំងទន្លេកោះពេជ្រហ្នឹងគឺយើងធ្វើចែកចេញជាពីរទី1យើងធ្វើលក្ខណៈវាជា slope មាន slope មួយហើយមាន retaining wall មួយទៀតមានន័យថាជាជញ្ជាំងទឹកដីហើយយើងបានបុកគ្រឹះវាហ្នឹងគឺដល់ niveau ដល់ទៅ27ម៉ែត្រគឺថា maximum គឺ27ម៉ែត្រ minimum គឺ8-10ម៉ែត្រហើយខាងមួយទៀតហ្នឹងគឺច្រាំងផ្នែកខាងអមទន្លេផ្នែកខាងកោះពេជ្រច្រាំងអមទន្លេផ្នែកខាងកោះពេជ្រហ្នឹងគឺយើងធ្វើជាច្រាំងលក្ខណៈជា slope ដែលមានតែ slope ទេវា slope វាគឺ 2.5 គឺយើងធ្វើបែបជាលក្ខណៈបេតុងសរសៃដែកដែលយើងបានធ្វើជាលក្ខណៈបេតុងរឹងមាំពីសរសៃដែកហើយយើងការពារពីការស្រុតឬមួយក៏ងាករេរបស់ច្រាំងគឺយើងបានគិតគូរវាដាក់នាថ្ងៃអនាគតក្រុមហ៊ុនមានផែនការអភិវឌ្ឍទៅតាមផែនការងារដែលបានគ្រោងទុកនិងដំណើរការជាស្ដីរបស់អតិថិជនដែលគម្រោងទាំងមូលគ្រោងនឹងបញ្ចប់យ៉ាងហួសឆ្នាំ2018